គ្រាន់តែឃើញរូបរាងបងប្អូនពិតជាស្គាល់ជាក់ជាមិនខានហើយនេះគឺជាការប្រកួតទូកងនាឆ្នាំ2024ថ្នាក់ខេត្តកំពង់ធំរវាងទូកងខ្សែទឹកខាងក្នុងមានឈ្មោះថាឌួងសូរិយាបុប្ផាស្ទឹងសែនដែលជាទូកងរបស់បងប្អូនខាងក្តីដូងឯណោះចំណែកឯខ្សែទឹកខាងក្រៅមានឈ្មោះថាពនតែថាប្តីសែនជ័យរបស់បងប្អូនភូមិបឹងបែកដែលស្ថិតនៅស្រុកប្រាសាទសម្បូរឃើញថាគូទាំងពីរគឺជាគូពិសេសមួយសម្រាប់ឆ្នាំ2024ចុះឆ្នាំ2025នេះវិញបងប្អូនយ៉ាមើលទៅដូចជាតំណងតែព័ត៌មានផ្លូវការឬមិនផ្លូវការបងប្អូនមានប្រចាំតាមដានទាំងអស់គ្នាមិនដឹងថា2025នេះអមឬក៏រងចាំដល់ឆ្នាំ2026ទៀតទេបងប្អូនអរគុណអញ្ចឹងទស្សនាទាំងអស់គ្នាបងប្អូនហើយអមមើលអាគូនេះ